នេះគឺជាទេសភាពពេលព្រឹកនៅផ្លូវថ្មីផ្លូវទៅផ្អាវនៅខ្ទង់ម៉ោង7ជាងអីហ្នឹងហើយក៏មានការធ្វើស្រែនៅរដូវហ្នឹងដែរហើយជាពិសេសឥឡូវហ្នឹងគឺឃើញមានផ្ទះបងប្អូនជីវរដ្ឋយើងច្រើនដែរចូលមករស់នៅមួយហើយជាពិសេសគឺរោងលក់អីវ៉ាន់គឺសម្បូរនៅលើផ្លូវហ្នឹងហើយពីមុនផ្លូវហ្នឹងគឺជាផ្លូវអាទាគោផ្លូវដីទេហើយឥឡូវហ្នឹងអភិវឌ្ឍមកទៅជាផ្លូវកស៊ូហើយក៏មានទេសភាពស្រស់ស្អាតខ្លាំងមែនតើគឺជុំវិញហ្នឹងគឺយើងអាចមើលថ្ងៃរះថ្ងៃលិចគឺបានមកអែមគឺនៅតំបន់ហ្នឹងគឺវាស្រឡះហើយសម្បូរទៅដោយដើមត្នោតគឺទេសភាពអែមមែនតើអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនថាផ្ទះនៅលើផ្លូវហ្នឹងថាផ្ទះមួយណាដែលធ្វើមុនគេអញ្ចឹងគឺផ្ទះដែលកំពុងតែឃើញតិចហ្នឹងផ្ទះហ្នឹងបងប្អូនគឺគាត់បានធ្វើនៅលើផ្លូវហ្នឹងតាំងពីផ្លូវហ្នឹងមិនទាន់ចាក់កស៊ូហើយសូម្បីរោងនេះក៏រោងធ្វើថ្មីដែរបងប្អូនរោងនៅជាប់ផ្ទះហ្នឹងហើយរោងហ្នឹងមិនដឹងថារោងបោះម្ចាស់ផ្ទះហ្នឹងឬក៏មិនមែនទេហើយយើងជិះនេះគឺបត់មកខាងកើតហើយអញ្ចឹងយើងបត់ទៅកើតហ្នឹងគឺយើងបត់ឆ្ដាំគឺផ្លូវឡើងចាក់មកផ្អើហើយ